ឈឺសាច់ដុំស្លាកជង្គង់ហើយនឹងបាតក្តៅបាតដៃបែកជើងដល់ថ្ងៃមួយខ្ញុំមើលតាមប្រព័ន្ធ Facebook ឃើញអ៊ំមួយគាត់នៅខេត្តដទៃគាត់អង្គុយលើហង្តេដល់ឃើញបងស្រីមួយទៀតគាត់អង្គុយគាត់និយាយថាគាត់មានឈឺសាច់ដុំឈឺសន្លាក់នឹងហើយខ្ញុំបាទឈ្មោះសៅសម្បត្តិជាមន្ត្រីរាជការហើយសប្តាហ៍ថ្ងៃមានអាយុ60រស់នៅភូមិថ្មីសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលខ្ញុំមានជំងឺប្រចាំកាយមួយគឺបញ្ហាខ្ញុំមានជំងឺទំនោរផ្អែមហើយបញ្ហានោះវាតាក់ទងនឹងបញ្ហាឈឺសាច់ដុំសន្លាក់ជង្គង់ហើយនឹងបាតក្តៅបាតដៃបែកជើងហើយពេលនោះខ្ញុំនិយាយចំនិយាយពិតប្រកបមែនទេគឺខ្ញុំឈឺសាច់ដុំនេះឈឺអាក្នុងឆ្អឹងនឹងឲ្យកូនខ្ញុំច្បាច់យកកៅអៀយកថ្នាំរឹតចុះរឹតឡើងដែរកើតដល់ថ្ងៃមួយខ្ញុំមើលតាមប្រព័ន្ធ Facebook ឃើញអ៊ំមួយគាត់នៅខេត្តដទៃគាត់អង្គុយលើហង្តេគាត់ហូបគាត់និយាយមុនហូបគាត់ខ្ញុំមើលតាមប្រព័ន្ធ Facebook ឃើញគាត់មានជំងឺឈឺសាច់ដុំហ្នឹងថាចប់តាហ្នឹងមើលតាហ្នឹងហូបសាច់ដុំគាត់ថាហូបសាច់ដុំហើយគឺធ្វើដៃជើងគាត់ថាគាត់ក្រោយពីគាត់ហូបអស់ប្រហែលថ្ងៃហើយ 4-5 ថ្ងៃហ្នឹងគាត់ហូបបាត់ឈឺវាចូលជំងឺរបស់ខ្ញុំក៏មានចំណាប់អារម្មណ៍មិនតច្បាស់ថាទិញទេដល់ឃើញបងស្រីមួយទៀតគាត់អង្គុយគាត់និយាយថាគាត់មានឈឺសាច់ដុំឈឺសន្លាក់នឹងហើយគាត់អត់ចង់ហ៊ានទិញនេះគាត់ខ្លាចខ្មាស់គេគាត់មានកូនស្រីមួយកូនស្រីគាត់លួចហូបដល់គាត់ហូបទៅគាត់ថាក្រន់បើហើយខ្ញុំដល់ចាប់ដើមមានអញ្ចឹងគឺខ្ញុំមានអារម្មណ៍មួយគឺថាខ្ញុំនឹងទិញអាហ្នឹងទិញមកហូបក្នុងមួយប្រអប់មាន3ប្រទះខ្ញុំហូបមួយថ្ងៃ3ដងព្រឹកម្ដងថ្ងៃត្រង់ម្ដងងាយម្ដងគ្រាន់តែហូបក្នុងរយៈពេល3ថ្ងៃអាសាច់ដុំខ្ញុំនេះដែលឆ្អឹងនៅក្នុងហ្នឹងហើយអាដៃខ្ញុំលេងអីដល់អញ្ចឹងខ្ញុំមានអារម្មណ៍មួយថាអញត្រូវខ្ញុំហូបអស់មកប្រអប់ខ្ញុំបន្ថយក្នុង2គ្រាប់ដល់ឥឡូវខ្ញុំធម្មតាសាច់ដុំខ្ញុំហាត់ក្រានអីធម្មតាអស់ហើយលែងមានមិនថាជាដាច់មិនតាន់ដាច់យើងមានណាព្រោះយើងវាយូរដូច្នេះខ្ញុំថា80 ទៅ 90%គឺខ្ញុំអាចធ្វើសកម្មភាពបានដូចវិញហើយបញ្ហាគឺធម្មតាវិញណាឥឡូវជង្គង់ខ្ញុំបោះដៃធម្មតាមុនរឹងដៃរឹងជើងខ្ញុំជិះម៉ូតូធំអត់កើតផងជិះម៉ូតូធំឥឡូវធម្មតាជិះម៉ូតូធំខ្ញុំជិះអា PCX ហ្នឹងធំព្រោះខ្ញុំចិត្តជិះអាធំបាទឥឡូវជិះធម្មតាឡានបើបានធម្មតាអីធម្មតាទៅដូចយើងធម្មតាអីបាទព្រោះថាការងារនៅការិយាល័យអីគឺសញ្ញាអីបានវិញហើយនិយាយអីធ្វើឯកសារអីធម្មតាបានធម្មតាដូចលេងអីយើងដៃជើងដបទឹកសុទ្ធមូលហូបលេងកើតឥឡូវហូបកើតអីធម្មតាមូលអីធម្មតាបានអស់មុនប្រើដៃពិបាកដបទឹកសុទ្ធឲ្យកូនទៅឲ្យកូនចៅហ្នឹងឯងជួយមូលអីផងដបទឹកសុទ្ធដែលហូបមូលលេងកើតកម្លាំងដៃវាលេងមានកម្លាំងដៃខុសវិញដៃយើងនេះខ្ញុំប្រើអាសាច់ដុំអាចាក់កចាប់ដើម្បីជួយសាច់ដុំមុនថាហ្នឹងនៅឈឺខ្លាំងឡើងតើហូបថ្នាំទៅលេងអីទាំងអស់មកឡើយលេងធម្មតាបងប្អូនប្រជាពលរដ្ឋយើងណាដែលមានជំងឺដូចខ្ញុំប្រចាំកាយឈឺដូចខ្ញុំហូបទៅអត់គ្រប់បំណងទេសម្រាប់ថ្ងៃនេះលោកពូមានសារអីជាសារចុងក្រោយសម្រាប់ពុកម៉ែបងប្អូនយើងដែលមានអាការៈដូចលោកពូដែរជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលមានអាការៈដូចខ្ញុំឈឺសាច់ដុំឈឺសន្លាក់ដៃជើងជង្គង់ហើយក្តៅក្រហាយបាត់ជើងហូបថ្នាំនេះមិនខុសបំណងទេនឹងជាដូចខ្ញុំគុណបាទអរគុណចា៎